ពេលចូលចាំចិនម្ដងខ្ញុំធ្លាប់តែឃើញគេលេងវាយបៀចាក់ប៉ក់ហើយនឹងផ្សិតប៉ក់ហើយដល់ពេលឥឡូវខ្ញុំមកញ៉ាំមីប៉ក់វិញម្ដងអើដល់គ្នាសម្រាប់មីប៉ក់នេះដែរគឺមានទីតាំងនៅខាង Toast House នៅជិត Global House ហ្នឹងអ្នកខ្ញុំសែនសក់ណាហើយសម្រាប់បង្ហូបដែលខ្ញុំ order នៅហ្នឹងគឺថាមីប៉ក់ហ្មងអ្នកគ្នាហើយចិត្តចូលខ្ញុំចិត្តហើយអ្នកគ្នាដាក់មីប៉ក់មួយម៉ាច់ហ្មងអ្នកគ្នាហើយនៅក្នុងមីប៉ក់នេះគ្រឿងផ្សំគឺមាន fish ball សាច់ជ្រូកច្រាមផ្សិតប៉ក់ហ្នឹងអ្នកគ្នាសាឡាត់ហើយមីហើយអ្នកគ្នាអាពេលគាត់ prep ឲ្យខ្ញុំហ្នឹងគឺនៅទៅមុខខ្ញុំហ្មងអ្នកគ្នាគឺអូយឆ្ងាញ់មែនតើអ្នកគ្នាមើលខំមើលខ្ញុំដាក់ចូលមាត់អ្នកគ្នាគឺមានអារម្មណ៍ថាចង់ញ៉ាំទៀតហ្មងអ្នកខ្ញុំនិយាយមិនឆ្ងាញ់និយាយមិនចេះគឺចង់ញ៉ាំហ្មងអ្នកហើយមីប៉ក់ហ្នឹងគឺ signature food ប្រចាំហាងមកអ្នកគ្នាហើយខ្ញុំ recommend មែនតើមកអ្នកគ្នាចង់ទៅញ៉ាំនៅកន្លែងហ្នឹងអ្នកគ្នាសម្រាប់ចិត្តចូលខ្ញុំចិត្តចូលអីហ្នឹងអ្នកគ្នាខ្ញុំគិតថាបើអ្នកគ្នាចង់ញ៉ាំមីប៉ក់ញ៉ាំអីអ្នកនៅម្ដងសានសក់នេះអ្នកគ្នាមកម្ដងនេះមកគឺ very good the best មកមីប៉ក់ហើយហ្នឹងហើយអ្នកគ្នាញ៉ាំមិនទៀតទេសូមចូលទស្សនាវីដេអូខ្ញុំមួយទៀតផងអ្នកគ្នាហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះអ្នកគ្នា